នៅក្នុងឆ្នាំសិក្សាមុនគឺខ្ញុំបានណែនាំរួចហើយជាមួយនឹងកម្មវិធីថ្នាក់បឋម PRP ប៉ុន្តែនៅក្នុងឆ្នាំសិក្សានេះគឺកម្មវិធីអាប់ដេតបានល្អជាងមុនហើយក៏មានការបែងចែករវាងកម្មវិធីការប្រឡងនិងកម្មវិធីធ្វើតេស្តមេរៀនផ្សេងពីគ្នាផងដែរហើយសំខាន់ណាស់អត់មានចំណាយពេលកន្លះថ្ងៃដើម្បីក្នុងការភ្ជាប់ដូចលើកមុនទេគឺងាយស្រួលខ្លាំងមែនតើហ្មងសំខាន់ណាស់គ្រាន់តែរៀននៅផ្ទះដោយខ្លួនឯងក៏អាចទទួលបានវិញ្ញាបនបត្រដែរហើយនៅក្នុងថ្ងៃនេះខ្ញុំនឹងប្រាប់ពីរបៀបចូលទៅក្នុងគណនីបែបងាយស្រួលនិងណែនាំពីមុខងារមួយចំនួនរបស់កម្មវិធីថ្នាក់បឋម PRP ដែលមានមុខងារពិសេសៗមួយចំនួននិងជាមួយនឹងការទាញយកដាក់នៅលើអេក្រង់ទូរស័ព្ទផងដែរតោះឥឡូវបងមកមើលជាមួយខ្ញុំទាំងអស់គ្នាជាដំបូងបងទាំងអស់គ្នាគាត់តែចូលទៅក្នុង Chrome បន្តមកទៀតវាយពាក្យ PLP វានឹង load ថ្នាក់បឋមឲ្យអញ្ចឹងបងគាត់ចុចលើថ្នាក់បឋមតមកបងឃើញទម្រង់បែបនេះគឺចូលក្នុងគណនីហើយបងជ្រើសរើស scan QR ព្រោះ QR ហ្នឹងគឺលោកគ្រូអ្នកគ្រូទាំងអស់គឺគាត់បានផ្ដល់តាឲ្យសិស្សគ្រប់គ្នាអញ្ចឹងគាត់តែដាក់ scan ទៅក៏អាចប្រើប្រាស់គណនីនឹងបានហើយអញ្ចឹងយើងអាចធ្វើតេស្តមេរៀនបានហើយនេះគឺ QR គឺមានទម្រង់បែបនេះអញ្ចឹងពេលដែលយើងចូលទៅគឺវាទម្រង់បែបនេះហើយមុខងារពិសេសផ្សេងគឺមាននៅលើនេះផងដែរចាំបងចុចកន្លែង tray 3បន្តមកទៀតបងចុចកន្លែង add to home screen គឺវាលោតនៅលើអេក្រង់ទូរស័ព្ទយើងតែមកអញ្ចឹងបងគាត់តែចូលវាយ PLP មួយសារទៀតហើយចូលទៅក្នុង PLP exam អានឹងយើងដោនកម្មវិធីសម្រាប់ក្នុងការប្រឡងអញ្ចឹងគាត់តែទាញវាមកធ្វើដូចគ្នាចុច tray 3ហើយទាញ add to home screen ទៅគឺជា